រឿងសូគ្រាសនិងច័ន្ទគ្រាសតែអ្នកឆ្ងល់ទេថាហេតុអ្វីបានជាមានសូគ្រាសនិងច័ន្ទគ្រាសតាមជំនឿប្រេងនិទានខ្មែរបាតុភូតសូគ្រាសនិងច័ន្ទគ្រាសមានប្រវត្តិទាក់ទងទៅនឹងតួអង្គរាហូហើយនេះគឺជាការសង្ខេបរឿងខ្លីៗដែលមាននៅតាមដំណើរដូចតទៅនៅក្នុងពិភពទេវតាដ៏សែនស្ងប់ស្ងាត់មួយមានពន្លឺព្រះច័ន្ទដែលបានបំភ្លឺទៅដល់ទេវតានិងអសុរៈដែលកំពុងតែចូលរួមក្នុងពិធីកូរសមុទ្រទឹកដោះដើម្បីយកទឹកអម្រឹតបាននរណាបានផឹកទឹកអម្រឹតនេះហើយនឹងក្លាយជាជីវិតអមតៈលើដូចនេះហើយរាហូដែលជាអសុរៈម្នាក់បានលួចបន្លំខ្លួនជាទេវតាក៏ប៉ុន្តែក៏ត្រូវបានព្រះអាទិត្យនិងព្រះច័ន្ទមើលឃើញពីសកម្មភាពរបស់រាហូក៏នោះគ្នាយកព័ត៌មាននេះទៅរាយការណ៍ប្រាប់ព្រះវិស្ណុនៅពេលដែលព្រះវិស្ណុបានដឹងដំណឹងនេះហើយបានខឹងយ៉ាងខ្លាំងក៏បានប្រើកងចាក់កាត់ខ្លួនរាហូជាពីរចំណែកក៏ប៉ុន្តែដោយសារតែរាហូបានផឹកអម្រឹតចូលត្រឹមកដូច្នេះធ្វើឲ្យផ្នែកក្បាលរបស់រាហូមិនស្លាប់ទេចំណែកឲ្យផ្នែកខ្លួនខាងក្រោមត្រូវបានស្លាប់បាត់បង់ទៅដូចនេះហើយរាហូមានកំហឹងយ៉ាងខ្លាំងជាមួយព្រះអាទិត្យនិងព្រះច័ន្ទដែលបានបើកកកាយកំហុសរបស់ខ្លួនតាំងពីពេលនោះមករាហូសច្ចាថានឹងតាមសំសឹកព្រះអាទិត្យនិងព្រះច័ន្ទដោយព្យាយាមលេបព្រះអាទិត្យដែលគេហៅថាសូគ្រាសនិងលេបព្រះច័ន្ទដែលគេហៅថាច័ន្ទគ្រាសប៉ុន្តែជាអកុសលដោយសារតែរាហូមានតែពាក់កណ្ដាលខ្លួនគឺកនិងដៃនៅពេលដែលរាហូលេបព្រះអាទិត្យឬព្រះច័ន្ទមិនយូរប៉ុន្មានព្រះអាទិត្យនិងព្រះច័ន្ទនឹងលេចចេញមកក្រៅវិញតាមរយៈកដែលបានដាច់នឹងដែរនៅក្នុងជំនឿខ្មែរឲ្យតែមានច័ន្ទគ្រាសឬសូគ្រាសប្រជាជនតែងតែនាំគ្នាវាយឡើងវាយប៉ោឬបុកត្បាល់ដើម្បីបង្កជាសំឡេងឲ្យរាហូភ័យខ្លាចនិងខ្ជាប់ព្រះអាទិត្យនិងព្រះច័ន្ទមកវិញឲ្យបានឆាប់នៅក្នុងសារអប់រំរឿងនេះដែលរាហូមានភាពលោភលន់មិនស្មោះត្រង់មានកលល្បិចបបប្រាស់តែងតែត្រូវបានគេដឹងហើយទង្វើឬសកម្មភាពទាំងអស់នេះហើយបាននាំមកនូវផលមិនល្អដាក់ខ្លួនឯងបើប្រៀបធៀបទៅនឹងសង្គមក៏មិនខុសគ្នាដែរដូចនេះហើយចូលយើងយកអត្ថបទរឿងអប់រំខ្លីនេះជាឧទាហរណ៍ដល់មនុស្សទាំងអស់គ្នាគ្រប់ឋានៈគ្រប់វ័យជាមេរៀនមួយដ៏មានប្រយោជន៍សម្រាប់ការរស់នៅប្រចាំថ្ងៃ